Friends ខ្ញុំធ្លាប់ឃើញ post នេះច្រើនមែនទែននៅលើអ៊ីនធឺណិតអ្នកទាំងអស់គ្នាគិតមិនដែរខ្ញុំធ្លាប់ឃើញគេ react សើចគេ comment សើចនៅលើ post ហ្នឹងណាហើយពួកគាត់ចាត់ទុកថារឿងហ្នឹងគឺជារឿងដែលគួរឲ្យអស់សំណើចវាគឺជារឿងកំប្លែងខ្ញុំអត់យល់ទេថាហេតុអីបានជាមានអ្នកដែលមើលឃើញថារឿងហ្នឹងវាគឺជារឿងកំប្លែងហើយសូមបញ្ជាក់ឲ្យច្បាស់ថាវាមិនមែនជារឿងកំប្លែងទេវាគឺជាអំពើហិង្សាថ្ងៃនេះខ្ញុំចង់និយាយពីរឿងមួយដែលជារឿយៗគឺត្រូវបានច្រានចោលចំអកឬមិនយកចិត្តទុកដាក់បានគ្រប់គ្រាន់គឺការរំលោភដោយស្វាមីឬក៏យើងហៅថា husband rape ការរំលោភដោយស្វាមីឬក៏ husband rape វាគឺជាអំពើហិង្សាផ្លូវភេទនិងអំពើហិង្សា gender ព្រោះវាគឺជាការរួមភេទដោយគ្មានការយល់ព្រមពីដៃគូណាមួយអាពាហ៍ពិពាហ៍មិនមែនជាការយល់ព្រមដោយស្វ័យប្រវត្តិទេហើយបញ្ហាទាំងអស់ហ្នឹងឯងដែលស្ត្រីយល់ឃើញថាវាគឺជារឿងធម្មតានៅក្នុងជីវិតប្តីប្រពន្ធប៉ុន្តែផ្ទុយទៅវិញវាគឺជារឿងគល់ដែលបង្កគ្រោះថ្នាក់ដោយសារតែបរិះគាត់គិតថាគាត់មិនមែនជាជនប្រព្រឹត្តហើយភរិយាមិនមែនជាជនរងគ្រោះនៅពេលដែលយើងនិយាយអំពីអំពើហិង្សាផ្លូវភេទអំពើហិង្សា gender គឺគេតែងតែមើលឃើញថាតតែបែបនេះតតែបែបនោះបានគេហៅថារំលោភតែរៀបការហើយវាមិនមែនជាការរំលោភទៀតទេប៉ុន្តែការពិតណាទោះបីជាប្តីប្រពន្ធនឹងដោយឲ្យតែភាគីម្ខាងអត់យល់ព្រមហើយភាគីម្ខាងទៀតបខំហ្នឹងគឺគេចាត់ទុកថាជាការរំលោភហើយអីដែលហៅថាអាក្រក់ហ្នឹងនៅពេលដែលករណីហ្នឹងត្រូវបានយកមកបង្ហោះនៅលើអ៊ីនធឺណិតចំអកលេងសើចឡកលើយ comment ចែកម្លែកតគ្នាដែលធ្វើឲ្យមានសម្ពាធយ៉ាងខ្លាំងទៅដល់ជនរងគ្រោះនៅពេលដែលការឈឺចាប់របស់ភរិយាដែលត្រូវបានស្វាមីរំលោភហើយត្រូវបានគេយកមកលេងសើចហ្នឹងណាគឺកាន់តែធ្វើឲ្យពួកគាត់កាន់តែស្ងៀមស្ងាត់ទៀតបើសិនជាយើងនឹងកាត់ឡើងទៅលើអ្នកម្ដាយបងស្រីប្អូនស្រីរបស់អ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាគិតថារឿងហ្នឹងវាគឺជារឿងកំប្លែងទៀតអត់មានអំពើហិង្សាណាដែលអាចទទួលយកបានទេអត់មានអ្នកណាគេម្នាក់ដែលស័ក្តិសមនឹងទទួលបានការឈឺចាប់ខ្មាស់អៀនហើយត្រូវនៅស្ងៀមអំពីរឿងហ្នឹងឯងវាមិនត្រឹមតែជាការប៉ះពាល់រាងកាយអ្នកទាំងអស់គ្នាប៉ុន្តែវាធ្វើឲ្យរបួសបេះដូងរបួសផ្លូវចិត្តហើយវាប៉ះពាល់យ៉ាងខ្លាំងទៅដល់សហគមន៍ការបំបែកភាពស្ងៀមស្ងាត់ការដែលរួមគ្នានិយាយឮនិងការរាយការណ៍គឺជាការជួយជីវិតមនុស្សនៅពេលដែលអ្នកគេម្នាក់គាត់ហ៊ានងើបឈរនិយាយពីរឿងនេះអ្នកដទៃគឺគាត់នឹងមានភាពក្លាហាននៅក្នុងការស្វែងរកជំនួយស្វែងរកយុត្តិធម៌សម្រាប់ខ្លួនឯងហើយវាគឺចាប់ផ្ដើមពីខ្លួនយើងជនរងគ្រោះគឺត្រូវការក្តីមេត្តាមិនមែនការសើចចំអកដាក់ពួកគាត់ទេពួកគាត់ត្រូវការកន្លែងសុវត្ថិភាពដែលពួកគាត់ត្រូវបានស្ដាប់ជឿហើយនឹងគ្រប់គ្រងពីព្រោះថាការគ្រប់គ្រងហ្នឹងវាគឺជាកម្លាំងជំរុញពួកគាត់ឲ្យស្វែងរកជំនួយនិងស្វែងរកការព្យាបាលហើយវាគឺជាទូនាទីរបស់ពួកយើងរួមគ្នាគឺយើងអាចបញ្ឈប់អំពើហិង្សាកសាងសហគមន៍មួយដែលមានសុវត្ថិភាពនិងពោរពេញដោយក្តីសង្ឃឹមសម្រាប់គ្រប់គ្នាជនរងគ្រោះអាចកសាងជីវិតរបស់ពួកគេឡើងមកវិញប៉ុន្តែគឺវាចាប់ផ្ដើមពីយើងបញ្ឈប់ការសើចចំអកបញ្ឈប់ភាពស្ងៀមស្ងាត់ហើយព្យាបាលជនរងគ្រោះទាំងអស់ដោយក្តីគោរពដែលពួកគេស័ក្តិសមនឹងទទួលបានខ្ញុំអត់ដឹងថាមានមនុស្សស្រីប្រមាណអ្នកដែលគាត់កំពុងតែមើលវីដេអូនេះហើយគាត់កំពុងតែជួបឬក៏ធ្លាប់ឆ្លងកាត់រឿងទាំងអស់ហ្នឹងឯងប៉ុន្តែខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាដឹងថាអ្នកទាំងអស់គ្នាអត់ម្នាក់ឯងទេពួកយើងគឺនៅទីនេះរងចាំជួយអ្នកទាំងអស់គ្នាវាមិនមែនជារឿងកំ pl ែងហើយវាមិនមែនជារឿងអាម៉ាស់ទេអ្នកទាំងអស់គ្នាអត់ស័ក្តិសមរស់នៅបៀមក្តីឈឺចាប់ទាំងអស់ហ្នឹងទេបើសិនជាអ្នកទាំងអស់គ្នាកំពុងតែឆ្លងកាត់រឿងនេះសូមចែករំលែកទៅកាន់មនុស្សម្នាក់ដែលអ្នកទាំងអស់គ្នាទុកចិត្តហើយស្វែងរកជំនួយដើម្បីជួយអ្នកទាំងអស់គ្នាបានឲ្យបានលឿនបំផុតការងើបឈរស្វែងរកជំនួយនិងការស្វែងរកយុត្តិធម៌របស់អ្នកទាំងអស់គ្នាគឺអាចផ្លាស់ប្ដូរវាសនាអ្នកដទៃទៀតដែលកំពុងតែឆ្លងកាត់រឿងនេះដែរហើយមានរឿងមួយសំខាន់ណាស់ដែលបរិបទត្រូវតែដឹងការបង្ខិតបង្ខំភរិយារួមភេទនឹងគឺជាការរំលោភបំពានភាពជាគូស្វាមីភរិយាគឺគួរតែផ្អែកទៅលើសេចក្តីស្រឡាញ់ការយល់ព្រមនិងការគោរពគ្នាទៅវិញទៅមក Friends អ្នកទាំងអស់គ្នាអាចស្វែងរកការប្រឹក្សាជាមួយនឹងបុគ្គលិកសង្គមអង្គការៈតាមរយៈលេខទូរស័ព្ទដែលខ្ញុំបានដាក់នៅលើអេក្រង់នេះក៏ដូចជា Facebook Page ដែលខ្ញុំបានដាក់នៅលើអេក្រង់នេះណា Friends ខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាជួយ share វីដេអូនេះផងណាដើម្បីអ្នកដទៃទៀតគាត់បានដឹងជាពិសេសគឺជនរងគ្រោះដើម្បីគាត់ស្វែងរកជំនួយបានទាន់ពេលវេលា